ថាទៅដល់ទីណាក៏បានជាមួយនឹងឡានលូអ៊ីងអាប់អាប់lênរហូតរេជុំវិញមកប៉ាតាក់ហើយចូលមកនេះឥឡូវបាយម៉ាត់ទៅដល់ឆ្នាំនៅក្រោយហើយឡើងតាមមកមានរឿងចឹងទាំងសាំងទាំងអគិសនីគឺយើងបិទសៀលទាំងអស់អត់មានចាក់ថែមឬក៏អត់មានសាកភ្លើងថែមទេយើងជិះទៅដល់ស៊ីមៀមហ្មងបងប្អូនចាំមើលថាតើ result ទៅជាយ៉ាងណាជុំចាំបានស៊ីទៅពីភ្នំពេញទៅសៀមរាបចម្ងាយផ្លូវ314គីឡូម៉ែត្រហើយឡាននេះវិញគឺចាក់សាំងមកពេញនិងសាកភ្លើងមកពេញអាចជិះបានរហូតដល់1100គីឡូម៉ែត្រអញ្ចឹងវាស្មើនឹងចម្ងាយជិះពីភ្នំពេញទៅសៀមរាបចំនួន3ដងហើយនៅសល់ជាង150គីឡូម៉ែត្រទៀតទុកជិះលេងបាន2ទៅ3ថ្ងៃដែរឡាននេះចំណាយសាំងជាមធ្យម 3.5 លីត្រក្នុង100គីឡូម៉ែត្រតម្លៃ$34,800ជាតម្លៃដ៏ល្អមួយហើយតម្លៃនេះមិនធ្លាប់មានពីមុនមកទេព្រោះខាងក្រុមហ៊ុនចង់ឲ្យឡាននេះនៅខ្មែរមានគេជិះច្រើនឥឡូវបើយើងជ្រុលនិយាយដល់ខេត្តសៀមរាបហើយខ្ញុំចង់ទៅលេងខេត្តសៀមរាបម្ដងទៅសៀមរាបនេះឆ្លងកាត់ខេត្តធំចំនួន2គឺខេត្តកំពង់ចាមនិងខេត្តកំពង់ធំពាក់ព័ន្ធមួយអារម្មណ៍នៃការបើកបរឡាននេះនៅពេលដែលខ្ញុំបើកខ្ញុំមានអារម្មណ៍ថាស្និទ្ធស្នាលជាមួយវាខ្លាំងមែនទែនដោយសារតែចង្កូតរបស់វាស្និទ្ធមួយដៃខ្ញុំក៏ហ្គារបស់វាជាន់ទៅវើទៅតាមជើងខ្ញុំចង់បានហ្មងវាយល់ពីអារម្មណ៍របស់យើងចង់បានប៉ុណ្ណាគឺវាតម្រូវមកប៉ុណ្ណឹងអញ្ចឹងបងប្អូនខ្ញុំបង្ហាញបងប្អូនពីចំណុចពិសេសខ្លះហើយឥឡូវកុំឲ្យខាតពេលយូរតាមដានសកម្មភាពបន្តទៀតនៃដំណើរកម្សាន្តរបស់ខ្ញុំទៅកាន់ខេត្តសៀមរាប Let's go បាក់រួយគេនេះអីតិចអូต้องតិចមែនហ្នឹងហើយមកចង់ទៅដល់ជាថ្ងៃនេះអត់តិចទេមិនមែននៅចង់ថ្ងៃមួយចឹងតើបានអ្នកដេញលក់ស្រួលម៉េចហ្នឹងហើយតាំងពីពេញដល់សៀមរាបអត់មានអបាយហត់ទឹកនៅធ្វើអីទេព្រះអើយអីគេហៅបានហត់ទឹកឯហេវអាចដល់មក review ហីបាយទឹកអូអាពីពេញមកផាត់ទឹកហៅចូលមកនេះឥឡូវបាយមកទៅនៅឆ្នាំនៅក្រោយនៅក្រោយអូខេទៅតាមបាយតាមបាយខ្ញុំអត់ក្រោយតាមមកមែនបាក់អញ្ចឹងហាចាំបាយទៅហៅបាយចង់គេអត់ហៅបាយហៅទឹកអីទេហ្នឹងtrời rất rồi trời hai ba cái nào mà biết được không còn nắng ạ là xem anh đi kì nó đi lên cái trang bài ôi mình hát cho đó tiếng nhát cái đời bà rầm chỉ mùi phương hả chỉ muốn đừng lán Uling Starlight S wow trời mày luôn trời mày à នេះគឺជារថយន្ត Uling Starlight S ស៊េរីថ្មីឆ្នាំ2025ជាប្រភេទ SUV ប្រើប្រាស់នៅបច្ចេកវិទ្យា Plug-in Hybrid មានន័យថាពាក់កណ្ដាលម៉ាស៊ីនសាំងពាក់កណ្ដាលប្រើអគ្គិសនីអញ្ចឹងសាំងអគ្គិសនីនេះវាអន្សំចៃខ្លាំងមែនទែនតិចទៀតខ្ញុំនឹងប្រាប់បងប្អូនថាវាអន្សំចៃខ្លាំងបែបណាខ្ញុំនិយាយពីម៉ាស៊ីនរបស់វាសិនជាប្រភេទម៉ាស៊ីន 1.5 លីត្របូករួមជាមួយនឹង Plug-in Hybrid មានន័យថាសាកភ្លើងអគ្គិសនីបន្ថែមទៀតសម្រាប់ការសាកភ្លើងអគ្គិសនីសុទ្ធគឺបាន135គីឡូម៉ែត្រសម្រាប់ការសាកពេញអញ្ចឹង135គីឡូម៉ែត្រនេះគឺយើងអាចបើកបរក្នុងក្រុងបានមួយឆ្អែតគួរសមដែរយើងបងប្អូនបាច់បារម្ភទេយើងទុកជិះក្នុងក្រុងទៅមកអញ្ចឹងណាហើយបើសិនជាម៉ាស៊ីនសាំងសុទ្ធចាំទុកជិះខេត្តក៏បានដែរអញ្ចឹងនៅពេលដែលរត់យឺតគឺវាប្រើប្រាស់ជាមួយនឹងអគ្គិសនីហើយនៅពេលដែលរត់លឿនគឺវាប្រើប្រាស់ជាមួយនឹងម៉ាស៊ីនសាំងហើយ combination មានន័យថាការបូកបញ្ចូលគ្នាពីកម្លាំងដែលបានមកពី motor អគ្គិសនីក៏ដូចជាកម្លាំងបានមកពីម៉ាស៊ីនចំហេះក្នុងបូកចូលគ្នាគឺបានកម្លាំងរហូតដល់310 PS តែម្ដងបងប្អូនអរគ្នាពិសេសក្នុងហ្នឹងណាហើយគូផ្សំជាមួយនឹងប្រអប់លេខ ECVT ទៀតបទពិសោធន៍នៃការបើកបររបស់ខ្ញុំនៅពេលដែលបើកមក review នៅទឹកដីអង្គរនេះគឺថាវ៉ាវ
smooth ល្អមែនតើហើយស្ងាត់ smooth ខ្លាំងស្ទុះ performance ល្អ perfect តែម្ដងជាក់ស្ដែងយើងនិយាយទៅលើកម្រិតស៊ីប្រេនតនៈរបស់វាបើគិតជាមធ្យមគឺរយៈចម្ងាយ100 គីឡូម៉ែត្រអញ្ចឹងមានន័យថា3លីត្រកន្លះក្នុង100 គីឡូម៉ែត្រឥឡូវសូមចូលទៅកាន់ការ design អញ្ចឹងការ design របស់វាគឺមើលទៅតាក់ទាញហើយខ្ញុំចង់សង្កត់ធ្ងន់តាក់ទាញនេះគឺតាក់ទាញទៅលើរូបរាងខាងក្រៅផ្ទាល់តែម្ដងដូចជាខាងមុខមានមកជាមួយនឹងចង្គៀង LED stop LED ហើយមិនមែនត្រឹមតែ LED ទេគឺវា design មក slim ស្អាតមែនតើបងប្អូនមើលទៅអត់មានអីស្មុគស្មាញច្រើនទេ concept បែប clean អញ្ចឹងគឺកំពុងតែពេញនិយមដោយសារតែគេអត់ចង់ឲ្យការ design ឡាននីមួយៗហ្នឹងមើលមកសាំភ្នែកទេហើយពាក់ព័ន្ធជាមួយនឹងចំណុចពិសេសពាក់ព័ន្ធជាមួយនឹងសុវត្ថិភាពគឺយើងមាន parking sensor មុខក្រោយជាហៀងវិញក៏មានមកជាមួយនឹងកញ្ចក់ក្តោបមានសញ្ញា LED ហើយក៏មានមកជាមួយនឹងកាមេរ៉ាមួយជុំផងដែរកាមេរ៉ាហ្នឹងមាននៅលើកញ្ចក់ក្តោបនោះផ្ទាល់តែម្ដងកាន់តែពិសេសជាមួយនឹងយ៉ានកង់ design ជាលក្ខណៈ two tone ហើយជាប្រភេទ aluminium ទំហំ 18 អ៊ីនបញ្ជាក់ណាក្លុបក្រោយក៏អូតូដែរហើយតម្លៃរបស់វា $34,800 ឡាន plug-in hybrid ថ្មីខ្លាញ់គោកម្រនឹងមានណាអញ្ចឹងចង់នាំអារម្មណ៍បងប្អូនចូលទៅកាន់ខាងក្នុងដោយសារខាងក្នុងរបស់វាពិសេសជាងខាងក្រៅទៀតទៅតាមដានទស្សនាជាមួយខ្ញុំទាំងអស់គ្នាតោះបងប្អូនទាំងគ្នាឥឡូវយើងចូលមកកាន់ផ្នែកខាងក្នុងរបស់វាស្អាតទំនើបប៉និតអត់ចាញ់ផ្នែកខាងក្រៅទេអញ្ចឹងខាងក្នុងនេះខ្ញុំបដោតទៅលើភាពប៉និតមុនគេភាពប៉និតគឺសំដៅទៅលើការស្រោបមកជាមួយនឹងស្បែកខាងក្នុងគឺស្បែកសឹងតែ 80% ឯងសិតសឹងតែជា material ដែលគេបំពាក់មកមកចាស់ដៃតែម្ដងអ្វីដែលជាផាសុកភាពមួយទៀតបងប្អូនកុំភ្លេចជាមួយនឹងពូករបស់វាជាប្រភេទពូកស្បែកហើយទន់ល្អមែនតើដូចខ្ញុំចុចដៃឲ្យបងប្អូនឃើញអញ្ចឹងពូកស្បែកនេះវាទន់ល្អវាក្តោបខ្លួនបានល្អត្រង់ថាវាមានមុខងារកម្ដៅនិងត្រជាក់សម្រាប់កៅអីខាងមុខហើយសម្រាប់កៅអីខាងក្រោយគឺមុខងារកម្ដៅពាក់ព័ន្ធមួយផាសុកភាពគឺអូខេត្រឹមប៉ុណ្្នឹងណាក៏ប៉ុន្តែចំណុចផាសុកភាពមួយទៀតហើយបងប្អូនយើងភាគច្រើនគេថាមើលរំលងហេតុអីបាទខ្ញុំបើកកញ្ចក់ហើយខ្ញុំនិយាយថាផាសុកភាពឡានដែលប៉និតដែលមានតម្លៃខ្ទង់$40,000ភាគច្រើនទៅមានតែសម្រាប់តម្លៃជាង$30,000យើងទទួលបាននៅកញ្ចក់2ជាន់ហើយគុណប្រយោជន៍នៃកញ្ចក់2ជាន់នេះកាត់បន្ថយកម្ដៅកាត់បន្ថយសំឡេងរំខានក្នុងកំឡុងពេលបើកបរអូខេឥឡូវយើងចូលទៅកាន់អេក្រង់ប្រព័ន្ធកំសាន្តទំហំយក្ស 15.6 អ៊ីនអេក្រង់នេះមុខងារសំខាន់របស់វាគឺអាចមើលទៅលើកាមេរ៉ា360 ដឺក្រេអានេះយើងអាចចុចទៅមើលផ្នែកខាងមុខអានេះផ្នែកខាងឆ្វេងបាទវាឃើញនៅលើកន្លែងនេះយើងចុចទៅលើផ្នែកខាងស្ដាំហើយខាងនេះយើងចុចមើលទៅលើផ្នែកខាងក្រោយ function របស់វាគឺល្អហើយរូបភាពរបស់វាបង្ហាញមកច្បាស់ហើយធំឥឡូវយើងចូលទៅកាន់ប៊ូតុងរូបឡានហ្នឹងយើងអាចបិទបើកជាមួយនឹងប្រព័ន្ធសុវត្ថិភាពបានដូចជាប្រព័ន្ធទាញឲ្យចូលកន្លងផ្លូវប្រព័ន្ធ adaptive cruise control ឬក៏ប្រព័ន្ធកំណត់ល្បឿនថេរមួយរវាងឡានយើងនិងឡានខាងមុខគឺយើងអាចបិទបើកជាមួយនឹងប្រព័ន្ធសុវត្ថិភាពបានតាមអេក្រង់ touch screen 15.6 អ៊ីននេះហើយយើងក៏អាចធ្វើការបញ្ជាទៅលើប្រព័ន្ធកំសាន្តបានដូចគ្នាអញ្ចឹងអេក្រង់នេះគឺថាមានប្រយោជន៍ធំហើយវាប៉និតហើយបើសួរខ្ញុំថាអេក្រង់មួយនេះអេក្រង់អីគេអេក្រង់ផ្ដល់ព័ត៌មានសម្រាប់អ្នកបើកបរហើយទំហំ8 អ៊ីនអញ្ចឹង8 អ៊ីនវាមកល្មមគួរសមវាបង្ហាញព័ត៌មានទិន្នន័យផ្សេងអាចឲ្យយើងបានដឹងពីកម្រិតស៊ីប្រេនតនៈអំពីឧបសគ្គឬក៏ឡាននៅខាងមុខយើងគឺវាចាប់ឃើញតែម្ដងនៅលើហ្នឹងណាឧទាហរណ៍ឡានដឹកទំនិញវាចាប់ចេញឡានដឹកទំនិញនៅលើហ្នឹងតែម្ដងផ្ទាំងបញ្ជាពាក់ព័ន្ធមួយប្រព័ន្ធសីតុណ្ហភាពក្នុងរថយន្តហ្នឹងវាឃើញជាលក្ខណៈតាប់ឡូឡានចេះអញ្ចឹងយើងសេរីឲ្យខ្យល់បាញ់ទៅជើងផងមកខាងលើផងឬក៏យើងអាចសេរីខ្យល់បាញ់មកខាងមុខនេះផងតឡើងតម្លាក់សីតុណ្ហភាពឬក៏យើងតឡើងតម្លាក់ speed ដង្ហាលនេះបានណាមកស្រឡាញ់តឡើងតម្លាក់ speed ដង្ហាលម៉ាស៊ីនត្រជាក់នេះហើយបេតុងខាងស្ដាំដៃនេះគឺតឡើងតម្លាក់ទៅលើអង្សាបេតុងកណ្ដាលនេះបេតុងបិទជាមួយនឹង AC ហើយបេតុងត្រីកោណក៏ដូចជាបេតុងចំហាយកញ្ចក់នេះកន្លែងដាក់ទូរស័ព្ទនេះយើងអាចដាក់ជាមួយនឹងសម្ភារៈរបស់យើងបានគឺងាយសាមញ្ញហើយវាអត់ល្អិតទៀតមាន cup holder មួយគូហើយកន្លែង center console នេះយើងអាចដាក់អវ៉ាន់បានទៀតយើងអាចដាក់មកជាមួយនឹងកាបូបលុយឬក៏យើងអាចដាក់ជាមួយកាបូបស្ពាយខ្ញុំស្រឡាញ់ជាងគេគឺទៅលើផ្នែកកន្លែងនេះគឺបាទ design មកជាលក្ខណៈ form ការឈើណាពាក់ព័ន្ធមួយអ្នកប្រើប្រាស់ទូរស័ព្ទគាត់ចូលចិត្តសាកថ្មធម្មតាការធ្វើដំណើរតែមានការសាកថ្មការដើរលេងអញ្ចឹងទៅអញ្ចឹងការសាកថ្មគឺយើងមាននៅរុន USB Type C ដែលមានទំហំ64 វ៉ាត់អញ្ចឹងវាបំរើឲ្យការសាកថ្មបងប្អូនហ្នឹងគឺមិនចាំបាច់បារម្ភទេហើយក៏មានភ្លើងដែលយើងអាចធ្វើការដោតដាំបាយ camping អីបានដូចគ្នាហើយខ្ញុំស្រឡាញ់មួយទៀតទៅលើចង្កូតជាលក្ខណៈ D shape អញ្ចឹង D shape នេះវាធ្វើឲ្យកន្លែងនេះឲ្យវារៀងមានផ្នត់ជ្រុងបន្តិចដើម្បីទី1សម្រាប់អ្នកខ្ពស់អត់មានទៅជើងទី2ការបើកបរវា feel like ដូចយើងកាន់ចង្កូតយន្តហោះយ៉ាងជាមួយនឹងរថយន្ត Wuling Starlight S នេះបងប្អូនទទួលបាន panoramic sunroof គឺជាប្រភេទដំបូងកញ្ចក់លាតសន្ធឹងពីខាងមុខទៅខាងក្រោយធំទលាមែនតើមិញយើងអត់និយាយពី speaker ទេ speaker គឺមាន6គ្រាប់ចំណុចពិសេសមួយដែលឡាននេះស័ក្តិសមសម្រាប់ការ camping គេថា romantic សម្រាប់មើលផ្កាយអីគឺកៅអីទាំងអស់របស់វាហ្នឹងគឺយើងអាចបត់រៀបស្មើបានបត់រៀបស្មើយើងអាចធ្វើការក្រាលជាមួយនឹងពូកហើយអាចសម្រាប់បានបងប្អូនឥឡូវហ្នឹងយើងមកដើរលេងខេត្តសៀមរាបហ្នឹងគឺជិះច្រើនមែនតើហើយខ្ញុំជិះពីពេញមកក៏ជិះក្នុងល្បឿនមួយដែលថាលឿនគួរសមដែរជិះចុះជិះឡើងប្រើអគ្គិសនីផងសាំងផងឥឡូវដល់ពេលយើងត្រឡប់ទៅភ្នំពេញវិញហើយចាំទៅដល់ភ្នំពេញខ្ញុំនឹងបង្ហាញបងប្អូនដល់គ្នាថាតើកម្រិតស៊ីប្រេងឥន្ធនៈរបស់វាអាចថាវាស៊ីកម្រិតណាហើយសាំងសល់ប៉ុណ្ណាអគ្គិសនីសល់ប៉ុណ្ណា
ជាមួយនឹងប្រព័ន្ធសុវត្ថិភាពបន្តិចដោយសារឡាននេះវាមានប្រព័ន្ធសុវត្ថិភាពសម្រាប់ការបើកបរណាប្រាំង ABS EBA ប្រាំង 2A ប្រាំង 2AS ដែលជំនួយសម្រាប់ការបើកបរមកវាល្អមែនតើពេលដែលយើងបើកផ្លូវឆ្ងាយអីវាសុវត្ថិភាពខ្ពស់វាមានប្រព័ន្ធជំនួយពេលឡើងចំណោតវាមានប្រព័ន្ធ Adaptive Cruise Control ហើយវាកាត់ចង្កូតតាមកន្លងផ្លូវទៀតកាន់តែពិសេសទៅលើពងសុវត្ថិភាពវាមានសម្រាប់អ្នកបើកបរហើយមានសម្រាប់អ្នករួមដំណើរនៅខាងក្រោយទៀតមានន័យថាមកជុំខ្លួនគឺយើងមានអារម្មណ៍កក់ក្ដៅសុវត្ថិភាពខ្ញុំឆ្លាញ់ជាងគេគឺនៅតែជាប្រព័ន្ធកាមេរ៉ា360ហើយឡាននេះក៏មានបំពាក់ដូចគ្នាសម្រាប់ប្រព័ន្ធសុវត្ថិភាពមកកញ្ចក់ប៉ុណ្ណេះទាំងប្រព័ន្ធទប់លំនឹងប្រព័ន្ធអីវាមានមួយសេតទេអញ្ចឹងសម្រាប់ឡាននេះយើងនិយាយថាទទួលយកបានទាំងប្រព័ន្ធសុវត្ថិភាពទាំងផាសុកភាពល្អបងប្អូនសៀលនេះគឺអត់ទាន់បានបកទេអញ្ចឹងមានន័យថាអត់ឆ្លងកាត់ការចាក់ពេញតែអ្នកបំពេញបន្ថែមទំបីតែម្ដងទីទូទៅសម្រាប់ការជិះរបស់ខ្ញុំនៅក្នុងបេសកកម្មថតវីដេអូនេះតាំងពីភ្នំពេញរហូតដល់សៀមរាបហើយសៀមរាបគឺជិះឆ្វល់ច្រវាត់បងប្អូនហើយរកកន្លែងថតអញ្ចឹងសម្រាប់ការជិះរបស់ខ្ញុំទាំងលឿនទាំងយឺតហើយជិះពីភ្នំពេញទៅក៏មិនជិះថ្នមជើងដើម្បីយកការប្រកួតស៊ីប្រេងឥន្ធនៈតិចដែរគឺធ្វើមិនដើម្បីបង្ហិនប្រេងឥន្ធនៈរបស់វាឲ្យអស់តានដែរធ្វើទៅបានតែមកវិញនៅសល់ច្រើនគួរសមដែរអញ្ចឹងបងប្អូនឃើញនៅក្នុងវីដេអូនេះគឺជាតាបឡូផ្ទាល់តែម្ដងវាសល់កម្រិតណាបងប្អូនឃើញកម្រិតណានៅសល់ប៉ុណ្ណេះយើងអាចជិះក្នុងត្រង់បានគួរសមដែរសម្រាប់ការប្រើប្រាស់ក្នុងត្រង់ណាសម្រាប់ Starlight S នេះប្រភេទម៉ាស៊ីន Plug-in Hybrid ចា Plug-in Hybrid នេះវាសន្សំចៃល្អវាស្ងាត់ហើយវាកាត់បន្ថយរំញ័រអញ្ចឹងបងប្អូនយល់ឃើញយ៉ាងណាពីរថយន្តនេះគឺអាចធ្វើការខមមិនបានដូចគ្នាតែសម្រាប់ព័ត៌មានលម្អិតបងប្អូនអាចធ្វើការអញ្ជើញទៅកាន់ showroom តាំងមហានរបស់ Wuling Cambodia ដែលមានទីតាំងនៅបណ្ដោយផ្លូវជាតិលេខ 6A បើយើងជិះពីភ្នំពេញទៅនៅខាងឆ្វេងដៃឬក៏ព័ត៌មានលម្អិតបងប្អូនអាចធ្វើការតំណទៅកាន់លេខទូរស័ព្ទក៏ដូចជាអាស័យដ្ឋានលម្អិតដែលបានដាក់ជូននៅខាងចុងវីដេអូនេះអញ្ចឹងដល់ពេលនេះដែរខ្ញុំបាទកាមេរ៉ាសូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូបន្តទៀត